Bảy thliê nâng tu ca rê côn dạng trả đáy từ lơ bè song đo bảy chmua lòng chản tháក្រោយពីលោកបានធ្វើការលាចាកសិក្ខាបទចំនួន3ដងទៅហើយប៉ុន្តែបែរជាបួសមកវិញដោយនៅក្នុងនោះមហាជនជាច្រើនក៏បានរិះគន់ចំថាព្រះសង្ឃឡុងចន្ទថាលោកមិនខ្វល់នឹងពួកអ្នករិះគន់ឡើយសំខាន់ព្រះសង្ឃមាននិស្ស័យនិងព្រះពុទ្ធសាសនាបន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួនបានរិះគន់យ៉ាងចាស់ដៃទៅលើការបួសហើយសឹកហើយបួសរបស់ព្រះសង្ឃឡុងចន្ទថាជាច្រើនលើកនោះភិក្ខុឡុងចន្ទថាដែលជាអតីតធម្មកថាដ៏ល្បីឈ្មោះដែលធ្លាប់ត្រូវបានខាងគណៈមហានិកាយចាប់បង្ខំឲ្យផ្សឹកនិងមិនឲ្យបួសវិញក្រោយពីមានរឿងអាស្រូវឆាតញ៉ាយជាមួយនឹងស្រីស្នេហ៍ជាច្រើនដងដែលជាសង្ឃរូបនោះស្រាប់តែចុងក្រោយនេះបានលេចវត្តមានព្រះភ័ក្ត្ររបស់ព្រះអង្គស្លៀកច្បងជីវរក្នុងភេទជាព្រះសង្ឃវិញតែខាងគណៈធម្មយុត្តនិកាយនិងកំពុងគង់នៅវត្តមួយនៅក្នុងខេត្តតាកែវហើយភិក្ខុឡុងចន្ទថាបានបញ្ជាក់យ៉ាងច្បាស់ដូចនេះថាព្រះអង្គមិនខ្វល់នឹងការរិះគន់វាយប្រហាររំខានព្រះអង្គនោះទេអ្វីដែលសំខាន់ការបួសឲ្យសឹកឲ្យបួសនេះព្រោះតែជាកម្មលិខិតទៅជាប់និស្ស័យនឹងព្រះពុទ្ធសាសនាដូច្នេះព្រះអង្គឡុងចន្ទថាគិតថាមួយជីវិតនេះព្រះអង្គប្រហែលជានៅជាលោករហូតហើយមិនសឹកម្ដងទៀតនោះទេហើយក៏មិនយកប្រពន្ធដោយគេដោយឯងនោះដែរបើគ្មានអ្វីប្រែប្រួលនោះទេព្រះអង្គឡុងចន្ទថានឹងបួសជារៀងរហូតមិនសឹកនោះទេហើយព្រះអង្គនឹងត្រៀមធ្វើពិធីបួសមួយជីវិតក្នុងពេលឆាប់នេះបាទអញ្ចឹងទេព្រះអង្គឡុងចន្ទថាបាទគាត់បាននិយាយថាបាទគាត់បួសម្ដងនេះបាទគាត់នឹងបួសមួយជីវិតបាទគឺគាត់លែងសឹកឲ្យបួសទៀតហើយបងប្អូនអរបាទហើយសូមបញ្ជាក់ផងដែរថាការពីសឹកលើកមុនចំនួន3ដងដោយសារតែព្រះអង្គធ្វើខុសធម៌វិន័យបាទគឺព្រះសង្ឃឡុងចន្ទថានឹងបាទឆាតទៅញ៉ែស្រីស្នេហ៍បាទបែកធ្លាយអញ្ចឹងទៅបាទទើបគេចាប់បាទព្រះអង្គផ្សឹកអញ្ចឹងទៅបាទប៉ុន្តែពេលនេះព្រះអង្គបានបួសម្ដងទៀតហើយបាទហើយព្រះអង្គបាននិយាយថាបាទព្រះអង្គនឹងបាទបួសម្ដងនេះបួសមួយជីវិតលែងសឹកយកប្រពន្ធហើយបងប្អូនបាទ